បាទជម្រាបសួរយាយចាបាទយាយមានឈ្មោះអីដែរយាយខ្ញុំឈ្មោះសាន់សុខៈខ្ញុំឈ្មោះសាន់សុខៈបាទអញ្ចឹងយាយគាត់ចង់មានប្រសាសន៍ជូនទៅកាន់មិត្តភ័ក្តិអ្នកនៅលោកយាយអញ្ចឹងសូមលោកយាយជម្រាបបន្តិចមកយាយបាទខ្ញុំជំរាបទៅប្រាប់ថាបន្ទាអ្នកគ្រូមុំហើយនឹងឈ្មោះច្រើនញ៉ាប៉ុន្តែនៅផ្សារបារាយនឹងសកាត់បារាយហ្នឹងទាំងអស់គ្នាហ្នឹងហើយរាប់រយរាប់ពាន់ហ្នឹងតែស្រឡាញ់ខ្ញុំហ្នឹងឥឡូវខ្ញុំផ្ដាំឆ្ងាយទៅចាស់ខ្ញុំសុខសប្បាយទេប៉ុន្តែជំងឺខ្ញុំមានទុំហើយខ្ញុំទៅមើលមានវិធីទេមកណាបើទៅទៅថ្ងៃហ្នឹងហើយបានហើយអរគុណហើយបានគូម៉ាក់មិត្តភក្តិទាំងអស់គ្នាបានជួបខ្ញុំហើយឃើញខ្ញុំហើយអរគុណហើយចង់បានឃើញខ្ញុំហ្នឹងណាបាទហើយបាទអញ្ចឹងយាយចង់ជម្រាបជូនមិត្តភ័ក្តិយាយទាំងអស់ថាថាយាយនៅសុខសប្បាយល្អទេអញ្ចឹងកុំបារម្ភអីបាទអញ្ចឹងយាយឥឡូវនៅណាវិញយាយខ្ញុំនៅនៅបរិយាសេចរខេត្តសៀមរាបនេះឯងអូបាទអញ្ចឹងយាយគាត់ឥឡូវនៅនេះនៅប្រទេសចរនេះឯងអញ្ចឹងអ៊ំពូមីងអីកុំបារម្ភអីយាយនៅសុខសប្បាយទេបាទចៅអីទាំងអស់ក្មួយមីងមាយទាំងអស់បងចៅថាចឹងនៅប្របរាយធំអីបងណានៅបរាយធំហ្នឹងប្អូនសុខៈហ្នឹងសុខសប្បាយទេមិនអីទេហ្នឹងហើយបាទប៉ុន្តែជំងឺវាធម្មតាទេបាក់ដៃបាក់ជើងណែឆ្អឹងជំនីក៏ហើមដែរមកពីចាស់ខ្ញុំជិះកង់ទៅដួលទៅហ្នឹងហើយហើមពីចឹងជំនីខាងឆ្វេងនេះពីរខាងស្ដាំមួយហ្នឹងវាហើមហើយប៉ុន្តែខ្ញុំមកទៅពេទ្យទេទៅពេទ្យចេះកាត់វាពេកខ្ញុំឈប់ហើយយ៉ាចេះនៅខែសាទៅណែបួសដូនទីទៅវាយកធေါ်ដាក់ខ្លួនទៅណាវាកាន់ផ្លូវធေါ်ទៅប្រពុតទៅហើយបានសុខទៅបើទៅជីវិតទៅទំណាទំនឹងចោះណាហ្នឹងហើយចាបាទអញ្ចឹងយាយឥឡូវគ្រាន់ច្រើនឬមិនដែរយាយនៅតែឈឺអញ្ចឹងមិនគ្រាន់ទេចាប៉ុន្តែយើងឈឺទៅយើងលើកឆ្នាំទៅលើកឆ្នាំទៅកាត់ទៅហ្នឹងយើងវាទុំហើយអាចពេទ្យមកគេកាត់អាចតែចឹងយាយនេះនឹងចឹងអីដែរទៀតនឹងសពបែបចាំងជើងកាត់ហើយនឹងហើយនឹងហើយជើងអត់ទេឈប់ហើយខ្ញុំលែងទៅពេទ្យហើយខ្ញុំសុខចិត្តតែមួយដងទីទៅដើម្បីសមាធិទៅទំនាបាត់ទំនឹងចោះណាជីវិតទំនាទំនឹងទៅអត់អីទេព្រោះពួកមកមិត្តភក្តិខ្ញុំហ្នឹងគាត់ធ្វើបុណ្យមួយខ្ញុំដើរទៅគ្រប់វត្តណាក្លោវត្តណាហ្នឹងហ្នឹងហើយពេលនឹកខ្ញុំហ្នឹងឥឡូវសូមឲ្យបានធីអ្នកគ្រូមុំអីហ្នឹងតែស្រឡាញ់ខ្ញុំឲ្យបងនេះបងថេងអីនៅបរិយាតាំងជួអីហ្នឹងដែលដើរទៅបុណ្យនៅគ្រប់កន្លែងគ្រប់ស្រុកហ្នឹងណាបានស្គាល់ខ្ញុំអស់ហើយហ្នឹងហើយឲ្យចែកថាចុះនៅបរិយាធំហើយណានៅបរិយាធំហ្នឹងឥឡូវបងអូនតាមផ្ញើថាបងអូនសុខសប្បាយទេមិនអីទេហ្នឹងណានៅគឺគ្រាន់ថាជំងឺវាទុំហើយវាចេះតែទុំទៅហើយវាមិនអាចមើលវិញមកទេហ្នឹងហើយអរគុណហើយបងប្អូនអរគ្នាសូមឲ្យអរគុណហើយកូនណាបាទសុខពេញច្រើនបាទអរគុណយាយជូនពរយាយសុខភាពល្អយាយចាអរគុណយាយបាទសូមឲ្យកូនផ្នែកខាងណាមកបរិយាណាសូមធ្វើការបានធ្វើធំមកពាក់ខែទៅកូនទៅកន្លែងណាក៏សុខដែរមកកន្លែងណាផ្ទះក៏សុខដែរណាទៅតាមទៅសុខសន្តិភាពល្អទៅតាមមកពាក់ខែទៅឲ្យឡើងធំបាទអរគុណយាយបាទអាចជម្រាបយាយបាទមកចូលថ្ងៃណាមកសម្រាប់លេខខ្លះណាក៏ណាបាទដល់តាមទៅសុខសប្បាយរហូតបាទអរគុណជម្រាបលាបាទចេះជួបខ្លួនឯង